បាទបងប្អូននេះគឺជាគ្រោះមហន្តរាយនៃការរញ្ជួយដីដែលមានកម្រិត 7.7 រិចទ័រនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី28 ខែមិនិនាឆ្នាំ2025គ្រោះមហន្តរាយនេះបណ្ដាលឲ្យខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសមានរួមដូចជាផ្លូវថ្នល់ស្ពានមន្ទីរពេទ្យសាលារៀនសំណង់អគារធំៗលំនៅឋានរបស់ប្រជាពលរដ្ឋជាពិសេសសំណង់អគារវ័យចំណាស់ដែលមានអាយុកាលរាប់រយឆ្នាំមួយចំនួនដែលត្រូវបានអង្គការ UNESCO កត់ត្រាចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក៏ត្រូវបានបំផ្លិចបំផ្លាញនៅក្នុងគ្រានេះដែរបញ្ហាដែលធ្ងន់ធ្ងរជាងនេះទៅទៀតគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋមិនទាន់ដឹងថាតើរងរបួសហើយនឹងបាត់បង់អាយុជីវិតអស់ចំនួនប៉ុន្មានអ្នកនោះទេនេះគឺជាភាពអណោចអាធមរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដ៏ច្រើនកុះករដែលខ្វះទីជម្រកស្បៀងអាហារមកស្នាក់អាស្រ័យនៅទីនេះ